សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរយើងមករៀនអំពីវិធីធ្វើសម្លម្ជូរប្រឡិតជាមួយនឹងត្រីផ្ទក់ចំណែកឯគ្រឿងផ្សំរបស់យើងវិញមានដូចជាប្រឡិតម្អមស្លឹកអំពិលហើយនិងត្រីផ្ទក់ចំនួន1ក្បាលហើយចំណែកឯគ្រឿងផ្សំគោដែលកាត់ឆ្អាបនោះគឺមានដូចជារំដេងស្លឹកក្រូចជាមួយនឹងខ្ទឹមសចំនួន2កំពឹសសម្រាប់ម្ហូបមុខនេះដែរគឺថាញ៉ាំទៅឆ្ងាញ់ខ្លាំងមែនទែននៅពេលណាដែលមេភ្លើងធ្លាក់តិចៗអញ្ចឹងណាកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាសម្រាប់ជំហានបន្តទៀតគឺយើងត្រូវដាំទឹកឲ្យពុះរួចហើយគឺយើងចាប់ផ្ដើមបង់ជាមួយនឹងប្រហុកហើយគឺយើងចាប់ផ្ដើមបន្ថែមជាមួយស្លឹកក្រូចហើយនឹងរំដេងហើយនឹងខ្ទឹមចំនួន2កំពឹសហ្នឹងណាហើយសម្រាប់ប្រហុករបស់យើងដែរគឺនេះខ្ញុំដាក់ចំនួន3ត្រីអញ្ចឹងបងប្អូនដើម្បីវារឿងចាប់ប្រហុកបន្តិចនេះដែរគឺនេះខ្ញុំចាប់ផ្ដើមជ្រុំប្រហុករបស់យើងឲ្យបានបែកល្អអញ្ចឹងណាបើយើងមានប្រាប់ត្រង់ទៅគឺថាកាក់ផ្សេងអញ្ចឹងកុំឲ្យឆ្អឹងវាជ្រុះចូលនៅក្នុងសម្លរបស់យើងអញ្ចឹងគឺងាយស្រួលធ្វើខ្លាំងមែនទែនជ្រុំប្រហុករួចរាល់ហើយអ្វីដែលត្រូវធ្វើបន្តទៀតគឺយើងដាក់ទឹកត្រីចំនួន1វ៉េតអញ្ចឹងណាហើយបន្តមកទៀតគឺយើងចាប់ដើមវាយជាមួយនឹងប៊ីចេងហើយយើងបន្ថែមជាមួយនឹងស្ករសបន្តិចទៅឬក៏អំបិលបន្តិចទៀតអញ្ចឹងតាមចំណូលចិត្តរបស់បងប្អូនហើយយើងចាប់ដើមទុកវាពុះហើយយើងបន្ថែមជាមួយនឹងរ៉ូឌីបន្តិចទៀតទៅដើម្បីឲ្យសម្លរបស់យើងកាន់តែមានជាតិហើយមើលថាពុះល្អហើយទឹករបស់យើងពុះល្អហើយសូមបងប្អូនចាប់ដើមដាក់ត្រីផ្ទក់របស់យើងចូលតែម្ដងអញ្ចឹងណាគឺនេះខ្ញុំជ្រើសរើសយកត្រីផ្ទក់ចំនួន1ក្បាលតែម្ដងរៀងធំគួរសមដែរអញ្ចឹងណាបងប្អូនហើយបងប្អូនកុំភ្លេច Subscribe នៅ Channel YouTube នេះខ្ញុំម្នាក់មួយផងណាសូមអរគុណបងប្អូនទុកជាមុនមើលតែថាយើងដាក់ត្រីរបស់យើងហើយយើងចាប់ផ្ដើមគ្របគម្របវាឲ្យបានពុះល្អអញ្ចឹងមកបងប្អូនទាំងគ្នានេះគឺថាត្រីរបស់យើងគឺថាពុះល្អខ្លាំងមែនទែនហើយសម្រាប់សម្លមួយមុខនេះដែរគឺថាឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនបងប្អូនទាំងគ្នាមើលតែថាត្រីរបស់យើងចាប់ផ្ដើមពុះល្អហើយគឺយើងចាប់ផ្ដើមដាក់ប្រឡិតរបស់យើងចូលតែម្ដងទៅកុំឲ្យទុកវាយូរអញ្ចឹងណាបងប្អូនប្រឡិតនេះដែរគឺនេះខ្ញុំដាក់ចំនួន2ដុំឬក៏3ដុំតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងណាបងប្អូនមើលរួចហើយកុំភ្លេចធ្វើសាកញ៉ាំទាំងអស់គ្នាណាមុខម្ហូបមុខនេះគឺថាអស់លុយតិចហើយញ៉ាំឆ្ងាញ់ខ្លាំងមែនទែនដាក់ប្រឡិតចូលរួចរាល់ហើយគឺយើងចាប់ផ្ដើមគ្របគម្របវាទុកវាមួយសន្ទុះណាដើម្បីឲ្យវាពុះល្អហើយនឹងបន្លែរបស់យើងគឺកាន់តែញោមល្អអញ្ចឹងទៅណាបងប្អូនគឺថាពុះល្អខ្លាំងមែនទែននេះគឺថាចិត្តបាច់ញ៉ាំហើយចាប់ផ្ដើមឈ្ងុយខ្លាំងហើយយើងជាចុងក្រោយមើលតែថានេះគឺយើងបន្ថែមជាមួយនឹងស្លឹកអំពិលតែបើសិនជាអំពិលនឹងវាអត់សូវជូរបងប្អូនអាចបន្ថែមជាមួយនឹងអំពិលទុំទៀតអញ្ចឹងណាយើងអាចភ្លក់មើលលៃលោកតាមនឹងទៅបងប្អូនទាំងអស់គ្នាតែបើថាវាជូរហើយយើងមិនបាច់ដាក់អំពិលទៀតទេក៏បានដែរនេះដែរគឺថាយើងដាក់ស្លឹកអំពិលទៀតទៅគឺថាតំដងមែនតើគឺសម្លបែបស្លផលិតស្រុកស្រែណាបងប្អូនគឺថាឈ្ងុយឆ្ងាញ់ខ្លាំងមែនតើគឺនេះខ្ញុំបានធ្វើរៀបរាល់ហើយបងប្អូនមើលហើយកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាបញ្ជាក់ឲ្យមិនចាំម្ដងទៀតគឺថាយើងចាប់ផ្ដើមទុកវាឲ្យបានពុះហើយឲ្យបានចូលជាតិគ្នាល្អអញ្ចឹងមកគឺយើងទុកវាមួយពុះចោលអញ្ចឹងណាបងប្អូនទាំងអស់គ្នាសូមបញ្ជាក់បងប្អូនម្ដងទៀតសូមកុំភ្លេច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងណាសូមអរគុណបងប្អូនទុកជាមុនជាចុងក្រោយសម្លរបស់យើងគឺថាឆ្អិនល្អហើយជាចុងក្រោយនេះគឺយើងបន្ថែមជាមួយនឹងម្អមគឺថារួចជាការស្រេចតែម្ដងហើយបើសិនជាវីដេអូរបស់នាងខ្ញុំមានកន្លែងណាខុសឆ្គងសូមខន្តីអភ័យទោសផងបងប្អូនឬក៏មានចម្ងល់ឬក៏បងប្អូនមានចម្ងល់ត្រង់ណាអាចខមមិនប្រាប់នាងខ្ញុំនៅខាងក្រោមបានហើយសម្លរបស់យើងគឺថាទំនោរមែនទេបងប្អូនយើងដាក់ជាមួយនឹងម្ទេសបន្តិចគឺរឹតតែឆ្ងាញ់អរគុណបងប្អូនដែលតាមដានវីដេអូមួយនេះតាមរហូតដល់ចប់សូមអរគុណសូមជម្រាបលា